ទីក្រុងប៉ារីសប្រធានាធិបតីបារាំងលោកម៉ាក្រុងទើបតែប្រកាសឲ្យដឹងនូវផែនការបង្កើតកងទ័ពយុវជនស្ម័គ្រចិត្តដើម្បីបម្រើជាតិមាតុភូមិនៅក្នុងពេលដែលប្រទេសបារាំងមើលឃើញថាពិភពលោកជួបប្រទះនឹងបញ្ហាប្រឈមនិងការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងតាមគម្រោងការចាប់ផ្ដើមទទួលយកទាហានយុវជនស្ម័គ្រចិត្តនេះនឹងធ្វើឡើងនៅពាក់កណ្ដាលឆ្នាំ2026ចំណាត់ការនេះជាផ្នែកមួយនៃចលនាផ្លាស់ប្ដូរដ៏ធំមួយនៅទ្វីបអឺរ៉ុបដែលធ្លាប់ជ្រកក្រោមនំលុបសុខដ៏ត្រជាក់ត្រជុំនៃការការពារពីប្រទេសអាមេរិកដែលជាមេធំជាងគេនៅក្នុងអង្គការ NATO ប៉ុន្តែចាប់តាំងពីលោកត្រាំឡើងកាន់អំណាចនៅអាណត្តិទី2ឈានចូលដល់អាណត្តិទី2លោកតែងតែចង់ដកខ្លួនចេញពីអង្គការ NATO ក្រោមហេតុផលថាអាមេរិករ៉ាប់រងថ្លៃចំណាយតែម្នាក់ឯងច្រើនពេកមែនទែនទៅអាមេរិកមិនត្រូវការកិច្ចគាំពារពីអឺរ៉ុបទេប៉ុន្តែអឺរ៉ុបទៅវិញទេដែលត្រូវការកិច្ចគាំពារពីអាមេរិកឥឡូវនេះអឺរ៉ុបយល់ថាខ្លួនត្រូវការប្រកាន់ជំហរឯករាជ្យម្ចាស់ការឬខ្លួនទីពឹងខ្លួននៅពេលមានសញ្ញាថាអាមេរិកអាចនឹងរយល់ដៃពីអឺរ៉ុបដើម្បីងាកមកពង្រឹងការការពារនៅប៉ាស៊ីហ្វិកវិញម្ដងនិងម្យ៉ាងទៀតនៅពេលអឺរ៉ុបទទួលអារម្មណ៍ថាខ្លួនហាក់ត្រូវរុស្ស៊ីធ្វើតែសមត្ថភាពជាញឹកញាប់ដោយបង្ហោះប៊ូឡុនហោះចូលប្រលានយន្តហោះប្រទេសជំនួនជួនកាលរុស្ស៊ីបង្ហោះ drone ចូលដែនអាកាសរដ្ឋជាសមាជិកអង្គការ NATO ថែមទៀតលោកម៉ាក្រុងថ្លែងនៅឯមូលដ្ឋានទ័ពថ្មាជើងទី27នៃតំបន់ប្រតិបត្តិការសឹកភ្នំអាបរបស់បារាំងលោកថានេះជាគម្រោងជ្រើសរើសកងទ័ពស្ម័គ្រចិត្តអាយុ18ឆ្នាំនិង19ឆ្នាំដែលទទួលបានប្រាក់ឧបត្ថម្ភនិងហ្វាក់ហាត់រយៈពេល10ខែលោកថាគម្រោងនេះត្រូវចំណាយថវិកា 2,000 លានអឺរ៉ូឬ 2.3 លានដុល្លារអាមេរិកលោកចាត់ទុកថានេះជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់និងដ៏ចាំបាច់សម្រាប់ដំណាក់កាលទី1នៅក្នុងឆ្នាំ2026បារាំងត្រៀមជ្រើសរើសទាហានស្ម័គ្រចិត្ត 3,000 នាក់ពួកគេនឹងចេញប្រតិបត្តិការនៅលើទឹកដីបារាំងសុទ្ធសាធក្រោយមកនឹងបង្កើនរហូតដល់ 10,000 នាក់ត្រឹមឆ្នាំ2030លោកម៉ាក្រុងថាលោកមានមហិច្ឆតាបង្កើនចំនួនកងទ័ពស្ម័គ្រចិត្តយុវជនរហូតដល់ 50,000 នាក់ត្រឹមឆ្នាំ2030ចំនួននេះអាចកែសម្រួលទៅតាមសភាពការជាក់ស្ដែងនៃការគំរាមកំហែងពីខាងក្រៅក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះសិក្ខាកាមអាចវិលទៅរួមនៅក្នុងសង្គមជាជនស៊ីវិលធម្មតាអាចក្លាយទៅជាកងទ័ពបម្រើឬអាចបន្តចាប់អាជីពជាយោធានក្រក់ខានពីងសិតតែម្ដងតាមពិតផែនការរបស់លោកម៉ាក្រុងមិនមែនជារឿងថ្មីទេប្រទេសចំនួននៅទ្វីបអឺរ៉ុបចាប់ផ្ដើមបើកយុទ្ធនាការស្រដៀងនេះហើយបណ្ដាហើយឧទាហរណ៍ដូចជាអាល្លឺម៉ង់និងដាណឺម៉ាកជាដើមអរគុណបងប្អូនដែលបានជួយស្ដាប់ព័ត៌មានរបស់ខ្ញុំសូមអរគុណសូមជម្រាបលា